បានជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតជាងអត្ថបទថ្ងៃនេះខ្ញុំលើកយកអាហារទាំង5នៅពេលដែលអ្នកញ៉ាំហើយវាអាចធ្វើឲ្យដំណេកយើងអាចស្រួលជាងមុនអញ្ចឹងតើអាហារទាំងអស់ហ្នឹងមានអីខ្លះអញ្ចឹងធម្មតាបើសិនបើយើងអត់មានភាពតានតឹងទេវាធ្វើឲ្យប្រព័ន្ធប្រសាទយើងស្ងប់ឆាប់គេងលក់ស្រួលអញ្ចឹងតាមលោកវិជ្ជបណ្ឌិតញ៉ាន់មជ្ឈមណ្ឌលសរសៃប្រសាទនៃមន្ទីរពេទ្យតាមអាន General Hospital គាត់បាននិយាយថាការគេងមិនលក់និងការថប់អារម្មណ៍រយៈពេលយូរវាធ្វើឲ្យអ្នកអស់កម្លាំងបាត់បង់ការចងចាំមានបញ្ហាសរសៃឈាមបេះដូងមានជំងឺធ្លាក់ទឹកចិត្តនិងជំងឺសរសៃប្រសាទមុខពីរាងកាយរបស់អ្នកខ្វះម៉ាញ៉េស្យូមនិងសារធាតុរ៉ែដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសរសៃប្រសាទការសម្រាកសាច់ដុំនិងការស្ថិរភាពចង្វាក់ជីវសាស្ត្រដែលបណ្ដាលឲ្យពិបាកក្នុងការគេងអាហារខាងក្រោមនេះវាសម្បូរទៅដោយម៉ាញ៉េស្យូមជួយឲ្យអ្នកឆាប់គេងលក់ស្រួលអញ្ចឹងយើងទៅមើលថាតើអាហារនឹងមានអីខ្លះអញ្ចឹងទី1គឺផ្លែចេកអញ្ចឹងអ្នកគួរតែហូបផ្លែចេក3ទៅ5ម៉ោងមុនពេលចូលគេងទើបល្អអារម្មណ៍ព្រោះផ្លែចេកសម្បូរជាតិម៉ាញ៉េស្យូមប៉ូតាស្យូមនិងវីតាមីន B6 ដែលជាសារធាតុចិញ្ចឹមជួយដល់ការផលិតអរម៉ូនក្នុងការគេងដ៏សំខាន់ហើយវាមានដូចជាសេរ៉ូតូនីននិងមេតាឡូនីនអញ្ចឹងអ្នកនរគ្នាគួរតែអាចថាញ៉ាំផ្លែចេកទៅឲ្យបានមុន3ទៅ5ម៉ោងទៅមុនអ្នកចូលគេងអញ្ចឹងទី2គឺផ្លែបឺមានផ្ទុកម៉ាញ៉េស្យូមប៉ូតាស្យូមនិងខ្លាញ់ល្អជួយកាត់បន្ថយសម្ពាធឈាមធ្វើឲ្យប្រសើរឡើងនៅចរន្តឈាមទៅកាន់ខួរក្បាលនិងសម្រាកសរសៃប្រសាទកាត់បន្ថយភាពតានតឹងអញ្ចឹងចំពោះផ្លែអាហារទី3គឺគ្រាប់ធញ្ញជាតិគ្រាប់ល្ពៅអញ្ចឹងគ្រាប់ធញ្ញជាតិគ្រាប់ល្ពៅជាអាហារសម្រន់ឬហូបមុនពេលចូលគេងមិនត្រឹមតែជួយបន្ថែមសារធាតុរ៉ែដល់រាងកាយប៉ុណ្ណោះទេថែមទាំងបង្កើនអារម្មណ៍រីករាយតាមបែបធម្មជាតិទៀតផងគ្រាប់ល្ពៅមួយក្តាប់តូចផ្ដល់ម៉ាញ៉េស្យូមជិត150មីលីក្រាមព្រោះគ្រាប់ល្ពៅសម្បូរទៅដោយជាតិស័ង្កសីនិងសារធាតុទ្រីតូផានដែលជាប្រភពសារធាតុសេរ៉ូតូនីនធ្វើឲ្យអារម្មណ៍ស្ងប់កាត់បន្ថយការថប់អារម្មណ៍និងជួយជំរុញការផលិតអរម៉ូនមេឡាតូនីនឲ្យបានគេងលក់ស្រួលអញ្ចឹងចំពោះ4គឺទឹកដោះគោស្រស់ក្តៅអ៊ុនទឹកដោះគោស្រស់ក្តៅអ៊ុនជួយមនុស្សពេញវ័យការទទួលទានទឹកដោះគោក្តៅអ៊ុនមុនពេលចូលគេងគឺជួយពន្លឿនការគេងបានលឿនរំលាយ stress ការពារជំងឺថប់អារម្មណ៍ថែរៀងថែមទៀតផងអញ្ចឹងចំពោះអាហារចុងក្រោយគឺតែខ្ញីសម្រាប់តែខ្ញីជួយការពារជំងឺផ្ដាសាយហៀសម្បោរនិងឲ្យអ្នកឆាប់គេងលក់ស្រួលតែខ្ញីនេះពិតជាភេសជ្ជៈដែលមានឥទ្ធិពលលើផ្លូវចិត្តឲ្យមានអារម្មណ៍ស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់ហើយវាក្លាយជាភេសជ្ជៈសម្រាប់មុនពេលចូលគេងដ៏ល្អអត់ខ្ចោះបានផងដែរអញ្ចឹងខ្ញុំសង្ឃឹមថាអត្ថបទនេះគឺជាជំនួយមួយសម្រាប់សុខភាពទាំងអស់គ្នាអូខេអញ្ចឹងចូលអ្នកនរគ្នាថែរក្សាសុខភាពទាំងអស់គ្នាជួបគ្នានៅអត្ថបទសុខភាពបន្តទៀត